កូរ៉េខាងជើងបាញ់កាំជ្រួចប្លង់ ICBM ព្រមមានចាត់វិធានការខ្លាំងក្លាចំពោះធ្វើសម្យុទ្ធយោធារួមគ្នារវាងអាមេរិកនិងកូរ៉េខាងត្បូងកាលពីថ្ងៃអាទិត្យទី19ខែកុម្ភៈឆ្នាំ2023ប្រទេសកូរ៉េខាងជើងបាននិយាយថាខ្លួនបានសាកល្បងកាំជ្រួចប្លង់ឆ្លងទ្វីប ICBM សេរីចុងក្រោយរបស់ខ្លួនដើម្បីបង្កើនសមត្ថភាពវាយប្រហារនុយក្លេអ៊ែរលើគូសត្រូវនិងបានគម្រាមចាត់វិធានការខ្លាំងក្លាបន្ថែមក្នុងការឆ្លើយតបនឹងសម្យុទ្ធយោធារួមគ្នារវាងអាមេរិកនិងកូរ៉េខាងត្បូងនៅប៉ុន្មានថ្ងៃទៀតនេះការសាកល្បងកាលពីថ្ងៃសៅរ៍និងជាលើកដំបូងរបស់កូរ៉េខាងជើងចាប់តាំងពីថ្ងៃទី1មករាបង្ហាញសញ្ញាថាមេដឹកនាំនៅរបបកុម្មុយនីសគឹមចុងអ៊ុនកំពុងប្រើលំហាត់យោធារបស់គូប្រជែងជាឱកាសដើម្បីបង្រីកសមត្ថភាពនុយក្លេអ៊ែររបស់ប្រទេសលោកត្រៀមដោះស្រាយការប្រឈមមុខគ្នាជាមួយនាពេលអនាគតពីសហរដ្ឋអាមេរិកអ្នកជំនាញម្នាក់បាននិយាយថាកូរ៉េខាងជើងអាចធ្វើសម្ពយុទ្ធបដិវត្តការជាទៀងទាត់ពាក់ព័ន្ធនឹងកាំជ្រួច ICBM ទីភ្នាក់ងារសារព័ត៌មានកណ្ដាលកូរ៉េ KCNA ផ្លូវការរបស់កូរ៉េខាងជើងបាននិយាយថាវាជាការបាញ់បង្ហោះកាំជ្រួចវ៉ាស៊ុង15ក្រោមបញ្ជាផ្ទាល់ពីលោកគីមការបាញ់នេះដើម្បីបញ្ជាក់ការជឿទុកចិត្តបានរបស់សភាវុធនេះនិងការត្រៀមខ្លួនប្រយុទ្ធរបស់កងកម្លាំងនុយក្លេអ៊ែររបស់ប្រទេសកាំជ្រួចបានហោះក្នុងកម្ពស់មួយនិងបានឡើងដល់ទៅកម្ពស់ 5,770 គីឡូម៉ែត្រចម្ងាយ 990 គីឡូម៉ែត្រក្នុងអំឡុងពេលហោះ67នាទីមុនធ្លាក់ចំតំបន់កំណត់ទុកជាមុនក្នុងដែនទឹករវាងឧបទ្វីបកូរ៉េនិងជប៉ុនការបាញ់ក្នុងមុំចោតដូចនេះទំនងជាដើម្បីកុំឲ្យប្រទេសក្បែរខាងព្រួយបារម្ភហើយព័ត៌មានលំអិតចេញដោយកូរ៉េខាងជើងនេះមានន័យថាសភាវុធនេះអាចហោះដល់ទឹកដីអាមេរិកប្រសិនជាសត្រូវបាញ់ក្នុងរង្វង់ស្តង់ដារ KCNA បាននិយាយថាការបាញ់កាំជ្រួចវ៉ាស៊ុង15នេះបង្ហាញសមត្ថភាពនុយក្លេអ៊ែររារាំងនុយក្លេអ៊ែរដ៏មានឥទ្ធិពលរបស់កូរ៉េខាងជើងនិងកិច្ចខិតខំរបស់ខ្លួនដើម្បីប្រែក្លាយសមត្ថភាពវាយបកដោយប្រើនុយក្លេអ៊ែរដ៏ប្រឡ័យលើកងកម្លាំងសត្រូវទៅជាកងកម្លាំងខ្លាំងបំផុតដែលមិនអាចទប់ទល់បានការបាញ់សាកល្បងនេះកើតឡើងតែមួយថ្ងៃក្រោយរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានបដិញ្ញាឆ្លើយតបខ្លាំងក្លាមិនដែលធ្លាប់មានចំពោះសម្ពយុទ្ធយោធាក្រុងតុកបន្ទាប់រវាងអាមេរិកនិងកូរ៉េខាងត្បូងដែលនឹងចាប់ផ្ដើមនៅសប្តាហ៍នេះអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Endin Watson ក្នុងពេលជាមួយគ្នាបាននិយាយថាអាមេរិកនឹងចាត់គ្រប់វិធានការចាំបាច់ទាំងអស់ដើម្បីធានាសន្តិសុខរបស់មាតុភូមិអាមេរិកនិងកូរ៉េខាងត្បូងរួមទាំងជប៉ុនចំណែកក្រុមប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូងបាននិយាយថាខ្លួននឹងពង្រីកសមត្ថភាពឆ្លើយតបដល់លើសលប់ប្រឆាំងនឹងការឈ្លានពានដែលអាចកើតមានពីកូរ៉េខាងជើងឯកលើសមត្ថភាពយោធាជាមួយអាមេរិករដ្ឋមន្ត្រីការបរទេសអាមេរិកកូរ៉េខាងត្បូងនិងជប៉ុនដែលបានជួបគ្នានៅក្រៅសន្និសីទសន្តិសុខមួយនៅអាល្លឺម៉ង់កាលពីថ្ងៃសៅរ៍ក៏បានព្រមព្រៀងគ្នាថានឹងបង្កើនកិច្ចសហការត្រីភាគីពីខ្ញុំចាន់សឿនកម្ពុជាសន្តិភាពនាំមកជូនលោកអ្នកដោយក្រុមហ៊ុន RS Rival Marketing Cambodia សម្ផស្សសុខភាពឧត្តមភាព Cream Vermix មិនចាក់មិនលេបមិនវះកាត់គ្រាន់តែលាបប៉ុណ្ណោះ Cara Pure Body Serum ស្បែកសស្អាតក្លិនក្រអូបនិងជឿជាក់